ជំរាបសួរណាបាទមុននឹងចូលសាច់រឿងរបស់យើងសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតបាទសូមអរគុណមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្បែរផ្ទះរបស់អ្នកភូមិតែងតែអ្នកភូមិមិនទាន់បានក្រៅពីដំណេកស្រួលបុលផងពេលនោះក៏មានបុរសម្នាក់បានឈរមកស្រែកហានៅខាងមុខផ្ទះរបស់បាណាន់មានរឿងកើតឡើងហើយបាណាន់មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅផ្លូវកែងក្បែរផ្ទះរបស់អ្នកភូមិយើងហើយគាត់ក៏មិនដឹងថាម្ចាស់រថយន្តទាំងពីរនាក់នោះស្លាប់មួយក៏រស់នោះទេហើយបាណាន់ក៏បានប្រញាប់ចេញមកពីផ្ទះដើម្បីទៅកន្លែងកើតហេតុនោះភ្លាមប្រជាជនដែលរស់នៅភូមិគោកបុកនោះគេតែងតែជឿថានៅកន្លែងនោះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ទាំងអ្នកស្រុកនិងជនបរទេសតែងតែជួបឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ហើយនឹងធ្វើឲ្យមនុស្សស្លាប់ជាច្រើនអ្នករហូតដល់គេហៅផ្លូវនេះថាគឺជាផ្លូវកោងសម្រាប់មនុស្សផ្លូវឡើងគឺជាភ្នំខ្ពស់ហើយមុននឹងចុះចំណោតផ្លូវនឹងកោងជុំវិញដើមកង្កែបដ៏ធំមួយដោយមានអាយុកាលជាច្រើនទសវត្សរ៍មកហើយនៅខាងគល់ដើមកង្កែបនោះមានគេចងក្រណាត់3ពណ៌ហើយនៅទីនោះមានព្រះភូមិហើយនឹងទីសក្ការៈបូជាចាស់ជាច្រើនដែលគេបន្សល់ទុកជាយូរឆ្នាំមកហើយនឹងធ្វើឲ្យខូចចក្ខុវិស័យនៃការបើកបរទីនោះជាខ្លាំងមានរឿងមួយថាក្នុងពេលសាងសង់កម្មករម្នាក់បានសុបិនឃើញស្ត្រីម្នាក់ដែលមានផ្ទៃពោះគាត់ក៏បាននិយាយថាចូលកុំកាប់ដើមឈើស្របុកនេះអីដូច្នេះគាត់ក៏បានយករឿងនេះទៅប្រាប់អ្នកមើលការខុសត្រូវនៅទីនោះប៉ុន្តែអ្នកមើលការខុសត្រូវនៅទីនោះនៅតែបញ្ជាឲ្យកម្មករបើក Excavator ទៅកាប់ដើមឈើនោះដដែលស្រាប់តែពេលនោះមែកឈើមួយបានបាក់ធ្លាក់មកហើយចាក់ចំកណ្ដាលទ្រូងកម្មករដែលបើក Excavator នោះយ៉ាងពេញទំហឹងធ្វើឲ្យកម្មករម្នាក់នោះស្លាប់នៅនឹងកន្លែងបន្ទាប់មកគ្មានអ្នកណាហ៊ានកាប់ដើមឈើនោះទៀតទេហើយអ្នកសាងសង់ផ្លូវនៅទីនោះបានធ្វើផ្លូវកោងព័ទ្ធជុំវិញដើមឈើនោះផ្លូវកោងនោះអ្នកភូមិតែងតែនិយាយតគ្នាថាអ្នកណាក៏ដោយឲ្យតែបើកបរកាត់ផ្លូវនេះនៅពេលកណ្ដាលយប់ខ្មោចនោះតែងតែលងពេញមួយយប់ហើយគេតែងតែឃើញស្ត្រីមានផ្ទៃពោះម្នាក់ឈរនៅខាងផ្លូវម្ខាងហើយខ្លះទៀតក៏ឃើញនារីវ័យក្មេងម្នាក់អង្គុយនៅលើដើមឈើដោយជើងរបស់នាងយកទៅយកមកធ្វើឲ្យអ្នកភូមិដែលរស់នៅក្នុងតំបន់នោះមិនហ៊ានធ្វើដំណើរឬក៏បើកបរនៅពេលយប់ឡើយទីននិងខនគឺជាអ្នកលក់ជីវ័យក្មេងពួកគេទាំងពីរនាក់បានទៅធ្វើបេសកកម្មដើម្បីលក់ជីរបស់គេនៅតាមភូមិឬក៏តាមទីជនបទជារៀងរាល់ខែពួកគេចុះទៅតាមទីជនបទឬក៏តាមភូមិនោះមួយខែគេចុះទៅមួយដងហើយនឹងត្រឡប់មកវិញដើម្បីផ្គត់ផ្គង់ផលិតផលនិងផ្ញើជូនអ្នកភូមិតាមការបញ្ជាទិញស្អែកពួកគេនឹងចេញដំណើរទៅលក់ជីនៅភូមិគោកបុកនោះព្រឹកឡើងពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅភូមិគោកបុកនោះដោយពួកគេបានបើកបរកាត់តាមផ្លូវកោងដែលអ្នកភូមិតែងតែមានជំនឿថាផ្លូវកោងនោះតែងតែមានមនុស្សស្លាប់នៅពេលនោះដែរធីពុនដែលជាអ្នកភូមិដែលរស់នៅភូមិគោកបុកគាត់បានជិះម៉ូតូទៅមើលស្រែរបស់គាត់ដោយគាត់បានបើកបរផ្ទុយទិសដៅគ្នាជាមួយនឹងបុរសវ័យក្មេងពីរនាក់នោះពេលនោះធីពុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគាត់បានចាប់ប្រាំងម៉ូតូរបស់គាត់ដោយគាត់បានឃើញនារីសក់វែងម្នាក់
បានជិះនៅលើរថយន្តរបស់បុរសវ័យក្មេងទាំងពីរនាក់នោះគាត់បានជិះម៉ូតូដេញតាមអ្វីដែលគាត់បានឃើញគឺក្មេងស្រីម្នាក់ដែលជិះនៅលើដំបូលរថយន្តនោះស្រាប់តែពេលនេះនាងបានអង្គុយកៅអីខាងក្រោយបុរសទាំងពីរនាក់នោះនាងបានអង្គុយនៅស្ងៀមហើយបែរមុខមករកគាត់ដោយទឹកមុខញញឹមហើយគ្រាប់ភ្នែករបស់នាងបើកភ្នែកធំធំសម្លឹងមករកគាត់បានជិះម៉ូតូដេញតាមរថយន្តបុរសទាំងពីរនាក់នោះរហូតទៅដល់ក្នុងភូមិនៅពេលនោះគាត់បានធ្វើពុតជាចាប់អារម្មណ៍ទៅលើផលិតផលដែលបុរសទាំងពីរនាក់នោះមានសម្រាប់លក់ទីពូនក៏បានទៅនិយាយជាមួយបុរសទាំងពីរនាក់នោះហេយុវជនទាំងពីរនាក់តើឯងត្រឡប់ទៅវិញនៅពេលណាបុរសទាំងពីរនាក់នោះក៏បាននិយាយថាអូលោកពូបន្ទាប់ពីខ្ញុំធ្វើកិច្ចការងារនៅទីនេះចប់ពួកខ្ញុំនឹងទៅការិយាល័យកណ្ដាលរបស់ខ្ញុំវិញអូឥឡូវវារសៀលទៅហើយតើអ្នកទាំងពីរអាចសម្រាកនៅផ្ទះពូមួយយប់បានទេព្រោះការធ្វើដំណើរនៅទីងងឹតវាធ្វើឲ្យយើងមានគ្រោះថ្នាក់ទីពូនខំព្យាយាមបញ្ចុះបញ្ចូលបុរសទាំងពីរនាក់នោះឲ្យស្នាក់នៅផ្ទះរបស់គាត់មួយយប់ដោយសារខ្លាចនៅអ្វីដែលគាត់បានឃើញដោយសារតែពួកគេទាំងពីរនាក់ចង់ទៅទូចង់ត្រឡប់ទៅវិញគាត់ក៏បាននិយាយទៅពួកគេថាពេលដែលធ្វើដំណើរទៅវិញសូមមានការប្រុងប្រយ័ត្នចំពោះពេលឃើញសត្វអ្វីឬក៏របស់អ្វីបាទលោកពូពួកខ្ញុំនឹងត្រឡប់ទៅវិញនៅពេលបន្តិចទៀតនេះខ្ញុំពិតជាអរគុណលោកពូជាខ្លាំងចំពោះការព្រួយបារម្ភនៅពេលយប់រំលងអាទិត្យពួកគេទាំងពីរនាក់ក៏សម្រេចចិត្តចាកចេញពីភូមិនោះហើយពួកគេក៏បានត្រឡប់ទៅការិយាល័យរបស់គេនៅពេលយប់នោះខណៈដែលពួកគេកំពុងតែបើកបរចេញពីភូមិមុនដល់ផ្លូវកង់ក្របបុកបានប្រហែល500ម៉ែត្រទីនដែលជាអ្នកបើកបរគាត់បានចាប់ប្រាំងឈប់ភ្លាមដោយសារគាត់បានឃើញមានក្មេងតូចម្នាក់រត់ឆ្លងកាត់ពីមុខរថយន្តរបស់គាត់ពួកគេទាំងពីរនាក់ក៏ចុះពីលើរថយន្តហើយដើរសំដៅទៅខាងមុខឡានរបស់គាត់ដែលគាត់បានឃើញកូនក្មេងម្នាក់រត់កាត់ពីមុខឡានរបស់គាត់អំបញ្ញមិញប៉ុន្តែពួកគេទាំងពីរនាក់មិនបានឃើញអ្វីឡើយទីនក៏បានគិតថាប្រហែលជាគេស្រវាំងភ្នែកទើបគេឃើញបែបនេះពួកគេក៏សម្រេចចិត្តបន្តដំណើរទៅខាងមុខទៀតមុននឹងដល់ផ្លូវកោងទីនក៏បានក្រឡេកមើលកញ្ចក់ខាងក្រោយគេក៏បានឃើញក្មេងស្រីម្នាក់ដែលមានសក់វែងហើយអង្គុយនៅកៅអីខាងក្រោយឡានរបស់គេពេលនោះនាងបានញញឹមហើយបើកភ្នែកធំសម្លឹងមករកគាត់ពេលនោះទីនមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏ងាកមកវិញយ៉ាងលឿនក្នុងពេលនោះធ្វើឲ្យរថយន្តរបស់គាត់បាត់ការគ្រប់គ្រងបានជ្រុលទៅបុកទៅនឹងដើមឈើធំមួយនិងធ្វើឲ្យរថយន្តរបស់គេក្រឡាប់ហើយសំឡេងឮដូចផ្គរលាន់ខនក៏បានស្ទុះចេញពីរថយន្តហើយគេបានផ្អៀងខ្លួនហើយនឹងដកដង្ហើមធំនៅពេលនោះខនបានឃើញនារីវ័យក្មេងម្នាក់ឈរកាច់រៀងហើយញញឹមញញែមហើយពេលនោះនារីម្នាក់នោះក៏បានយកជើងរបស់គេធាក់ទៅមុខរបស់ខនធ្វើឲ្យគេស្លប់បាត់ស្មារតីនៅពេលនោះពេលដែលគេដឹងខ្លួនឡើងគឺគេនៅក្នុងមន្ទីរពេទ្យដោយគេបានរងរបួសធ្ងន់នៅពេលនោះគេក៏បានសួរទៅគិលានុវិទ្យាការគាត់បានប្រាប់ថាក្រោយពេលកើតហេតុលោកមេឃុំគោកបុកបាននាំគាត់មកកាន់មន្ទីរពេទ្យហើយគាត់បានស្លាប់អស់រយៈពេល5ថ្ងៃចំណែកឯមិត្តភ័ក្តិរបស់គេឈ្មោះទីនដែលអង្គុយនៅក្នុងឡានជាមួយគេនោះគេបានបាក់កស្លាប់នៅពេលនោះនៅពេលខនបានស្នាក់នៅមន្ទីរពេទ្យបាន1ខែ
គេក៏បានសម្រេចចិត្តទៅបួសដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់មិត្តភក្តិគេដែលបានស្លាប់បាត់បង់ជីវិតបាទរឿងនេះក៏សូមចប់បើបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុចពាក្យថាជាវឬក៏ Subscribe អ្នកមួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតបាទសូមអរគុណសូមជម្រាបលា